ដល់ក៏យន្តហោះមួយគ្រឿងត្រូវហោះឆ្វែលលើមេឃកន្លះម៉ោងដោយសារបុគ្គលិកប៉មត្រួតពិនិត្យចរាចរណ៍ដេកលក់តាក់ទងមិនឆ្លើយតបយន្តហោះអាយខលស៊ីកាជើងហោះហើរលេខ XK777 ហោះចេញពីប្រលានយន្តហោះអលីនៃក្រុងប៉ារីសប្រទេសបារាំងវេលាម៉ោង 9:50 នាទីយប់ថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2025និងគ្រោងនឹងចុះចតនៅប្រលានយន្តហោះ Ajaccio Napoleon Bonaparte នៃកោះខលស៊ីកាដែនសមុទ្រមេឌីទែរ៉ាណេនៅម៉ោង 11:25 នាទីយប់យ៉ាងណាមិញយន្តហោះមួយគ្រឿងនេះបែរជាត្រូវបង្ខំហោះឆ្វែលលើអាកាសរយៈពេល 30 នាទីមិនអាចចុះចតបានដោយសារតែបុគ្គលិកប៉មត្រួតពិនិត្យយាចរាចរណ៍យន្តហោះម្នាក់ដេកលង់លក់មិនបើកភ្លើងបំភ្លឺផ្លូវចុះចតតាមព័ត៌មានបានឲ្យដឹងថាខណៈហោះហើរឆ្ពោះមកដល់ប្រលានយន្តហោះជាគោលដៅហើយនោះខាងពីឡុតបានតាក់ទងទៅខាងបុគ្គលិកត្រួតពិនិត្យចរាចរណ៍ជាច្រើនលើកច្រើនសារប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយទើបលោកត្រូវហោះឆ្វែលលើអាកាសរងចាំការឆ្លើយតបសិនអ្នកបើកបរយន្តហោះក៏បានប្រកាសទៀតថាលោកអាចនឹងត្រូវបកត្រឡប់ទៅប្រលានយន្តហោះក្បែរនោះដើម្បីចុះចតសិនប្រសិនបើស្ថានភាពមិនអាចដោះស្រាយបានយ៉ាងណាមិញខាងបុគ្គលិកលើយន្តហោះក៏បានតាក់ទងទៅខាងនាយកដ្ឋានពន្លត់អគ្គិភ័យនៅប្រលានហើយអាជ្ញាធរក៏រកឃើញថានៅប៉មត្រួតពិនិត្យគឺមានតែបុគ្គលិកម្នាក់ប៉ុណ្ណោះរចាំការឲ្យបុគ្គលិកនោះក៏ដេកលក់ទៅទៀតចុងក្រោយភ្លើងបំភ្លឺផ្លូវចុះចតក៏បានដំណើរការក្រោយបុគ្គលិកនោះភ្ញាក់ឡើងដោយយន្តហោះក៏បានចុះចតដោយសុវត្ថិភាពនៅវេលាម៉ោង 12:35 នាទីយប់ឈានចូលថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2025